lên cho làm kế bóng phật này xem spec Ford Ranger Wild Truck này đời xa ta tìm bóng Ford Ford quad ban bị chỗ DNA signature ở plate the light piece spec mà đẹp xem tiết nơi không tàu Ranger hay chủng mùi nâng Carachana highlight phật khối nơi cái lại pan ná cả đôi chỉ dàn chẳng còn là bóng ôn cái liệp này tới score thà ní chỉ spec Wild Truck hay có chỉ lan sợi thayแต่ម្ដងsợi thay lựcនេះមកជាមួយនឹង option កាន់តែច្រើនរូបរាងកាន់តែសង្ហាក៏ប៉ុន្តែរៀងឆើតបែបលេចធ្លោណាបងប្អូនទាំងគ្នាពាក់ព័ន្ធទៅនឹងខាងមុខបើ hip hop ទូទៅគឺមានជាមួយនឹង logo Ford ថ្មីជាគៀង DLC clamp ក៏ដូចជាភ្លើង LED ហើយនឹងការរចនា highlight ផតខូចក៏ដូចជាកាងគឺមានអក្សរ H មាន7កាងហើយនឹងបលាំងដាស់គឺជាប្រភេទដៃតែម្ដងនៅពីជំហានគឺយើងនឹងទទួលបានយ៉ាន់ដែលមើលទៅ sport ហើយ premium ខ្លាំងមែនទែនដោយសារតែការរចនារបស់គេគឺអក្សរ Y ហើយ highlight ជាមួយនឹងពណ៌ទឹកក្រូចពាក់ព័ន្ធទៅនឹងផ្នែក performance វាប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Masood V6 3.0 liter turbo បច្ចេកវិទ្យាថ្មីសមចៃខ្ពស់ផលកម្លាំងបានរហូតដល់250 PS និងកម្លាំងរមួលច្រើនមែនទែនបងប្អូនរហូតដល់6 Newton-m ជាមួយនឹងប្រអប់លេខ10 វ៉ែអូតូអញ្ចឹងធ្វើឲ្យឡាននេះនៅក្នុងការប្រើប្រាស់គឺ smooth យើងជាន់ស្ទុះល្អនិយាយទៅនៅក្នុងការបើកប្រចាំថ្ងៃគ្រាន់តែកងជើងថើក៏ឡានរបស់យើងស្ទុះខ្លាំងដែរហើយពាក់ព័ន្ធទៅនឹងជើងក្រោមក៏ដូចជាចង្កូតវិញខ្ញុំបានតេស្ត drive រួចហើយនៅពេលដែលយើងបួងឆ្វេងបួងស្ដាំគឺអឹបជាមួយនឹងផ្លូវបានល្អខ្លាំងមែនទែនអត់មានវេឬក៏ឃ្លោងរលាក់នោះទេអញ្ចឹងឡាននេះគឺយើងមានជាមួយនឹងមុខងារកាមេរ៉ា360ក៏ដូចជាប្រព័ន្ធ keyless គ្រាន់តែលុកដៃទៅតិចពលាអូតូហើយនៅខាងលើគឺយើងមានជាមួយនឹងកាងមើលទៅពេញសាច់ខ្លាំងមែនទែនព្រោះថានៅផ្នែកទ្រុងខាងក្រោយនេះក៏មានកាងអញ្ចឹងដែរបងប្អូនទាំងគ្នានិយាយទៅសង្ហាខ្លាំងតែម្ដងទាំងមុខរបស់គេក៏ដូចជារៀងពីចំហៀងបន្តមកទៀតយើងមានឈ្នាន់ចំហៀងកន្លែងនេះក៏ដូចជា stop ការរចនាថ្មីតែម្ដងបងប្អូនហើយឃ្លុបខាងក្រោយគឺជាប្រភេទ easy lift អញ្ចឹងនៅពេលដែលយើងបិទតែ2មីលីអីក៏បិទបានដែរពាក់ព័ន្ធទៅនឹងផ្នែកខាងក្នុងនេះបណ្ឌិតខ្លាំងមែនតើមានស្បែកច្រើនជាមួយនឹងការ highlight ថ្នេរពណ៌ទឹកក្រូចទាំងនៅកន្លែងតាប់ឡូនៅលើកុងទ័រ digital ឆ្កូលភ្លើងនេះក៏ជាប្រភេទស្បែកជាពិសេសគឺជាប្រភេទកៅអីស្បែកទាំងជួរមុខជួរខាងក្រោយហើយក៏ជាប្រភេទ exclusive សម្រាប់ spec Wild Truck តែម្ដងដែលបងប្អូនឃើញមានការ design ស្បែកស្វេនៅផ្នែកខាងលើយើងមើលទៅគឺ premium ខ្លាំងតែម្ដងបងប្អូនទាំងគ្នាពាក់ព័ន្ធទៅនឹងផ្នែក console កណ្ដាលវិញគឺយើងបានជាមួយនឹងប្រអប់លេខ e-shifter បងប្អូនឃើញហើយឥឡូវនៅ D ក៏ប៉ុន្តែនៅពេលដែលខ្ញុំបើកទ្វារគឺវាត្រឡប់ទៅ pay automatic លយខ្លាំងមែនតើហើយក៏មានជាមួយនឹងប្រាំងដៃ ប៊ូតុងនៅខាងក្រោមនេះគឺ full option តែម្ដងមានកាមេរ៉ា parking កាមេរ៉ា off road auto start stop ក៏ដូចជា bus traction control ខាងនេះវិញគឺមាន driving mode មាន normal eco tow haul slippery mud and rut ក៏ដូចជា sand ហើយជាពិសេសគឺប្រព័ន្ធគ្រប់គ្រងពងមាន 2H 4H 4L ជាពិសេសថែមជាមួយនឹង 4A ឬក៏ប្រព័ន្ធឆ្លាស់ពង1ពង2 automatic ពាក់ព័ន្ធទៅនឹងអេក្រង់ធំខ្លាំងមែនទែនរហូតដល់12 inch អញ្ចឹងងាយស្រួលនៅក្នុងការប្រើប្រាស់មុខងារដោយសារតែបែងចែក the light ខាងក្រោមនេះគឺសម្រាប់ម៉ាស៊ីនត្រជាក់រីឯខាងលើសម្រាប់ feature ឬក៏មុខងារផ្សេងៗដូចឥឡូវខ្ញុំកំពុងតែចូលអេក្រង់ off road គឺយើងអាចមើលជាមួយនឹងសម្ពាធខ្យល់កង់បានទាំង4ហើយក៏មានជាមួយនឹង Apple CarPlay Android Auto ដែលយើងអាចភ្ជាប់ wireless ឬក៏អត់ខ្សែបានទៀតផងរីឯប្រព័ន្ធសុវត្ថិភាពសម្រាប់ Wild Truck គឺមកបញ្ចូលដោយបងប្អូនឃើញនៅលើអេក្រង់អញ្ចឹងជាពិសេសគឺមានជាមួយនឹងប្រព័ន្ធ zone lighting បងប្អូនទាំងគ្នានៅពេលដែលយើង adventure ឬក៏បើកចូលព្រៃភ្លើងនឹងភ្លឺជុំវិញឡានអញ្ចឹងគឺងាយស្រួលខ្លាំងមែនទែនរីឯខាងក្រោយនេះខ្ញុំសរសើរទៅលើក្រុមហ៊ុន Ford ដែលគាត់បាន design មកផ្អែកខ្នងស្រួលអញ្ចឹងនៅពេលដែលយើងអង្គុយទៅផាសុខភាពអត់ចុករួយខ្នងទៅបងប្អូនទាំងគ្នាទោះបីជាធ្វើដំណើរផ្លូវឆ្ងាយហើយ space ក៏ទូលាយជាពិសេសយើងទទួលបានរុនម៉ាស៊ីនជាក់ខាងក្រោយក៏ដូចជារុនសាកមានទាំង Type A និង Type C ជារួមទៅ Ranger Wild Truck មកលើកនេះរៀងអែមជាងមុនបងប្អូនទាំងគ្នាពេញសាច់តែម្ដងអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍អាចតំណទៅកាន់ Ford Cambodia បានដើម្បីទៅមើល option ក៏ដូចជា test drive ផ្សេងៗតម្លៃបច្ចុប្បន្នគឺ 55,400